sao bây giờ chia là chặt cặp của chia bị xe nặng đợt nọ và đôi chia của xuông và cả thua nâng chặt sẵn lập ba trần trâm kia nâng ở nhà thô khai bật tiền miền dây và đôi chia mình ti và cả thua nâng chặt sẵn lập ba khai bật tiền miền dây miền vụ đồng nang ao bị chia phù rót tôi đem phải đi chia là cha bàn nặng này đừng có đôi phần cùng đất prăng bánh châu nơi đồng băng và sàn vật tiền mà đây ao tơ chia sập bắt và đây còn tìm phong lô đây là một chia còn tại sâu bông ôn của chia phù rót đặc ông bê ta triếp thả cá đại nặng đồng băng bồ ra hay vật thổ vui từ chia sập ban vấn đề của con và vật là một sự chia khăn đang cả ta cùng luôn xem đánh ra là tây xây tiết đầm bay vừa đôi cả đây ao đầm băng prasad trục là thành để cả đồng ca châu ruộng chọc nông bạch chi sập ban vấn đề của con thì không luôn đây mình sẽ chia bàn chân tâm kia đồng nút cài giống chân tục đã có hành nhà của một ta sẽ trai vẹn con tăng từ nạ còng chiết và hậu đón nạ chiết tay tại quang vai nằm giống chân tục đã con ta vây để sầm khăn nốt sông từ tôi ai bom ôn chia bị xanh mà ha bị chia một vò là sắt cái đôi chia bị chia phu rót để ruộng nơi tam đồng bòn lên lấyอย่างน่าត្រូវគោរពតាមការណែនាំក៏ដូចជាការលំអល់បង្ហាញរបស់ក្រសួងវប្បធម៌ក៏ដូចជាមន្ទីរវប្បធម៌ជាពិសេសអាជ្ញាធរមានគណៈអភិបាលខេត្តគណៈអភិបាលស្រុកចៅសង្កាត់ដេគុំឬក៏ដេគុំដែលមើលការខុសត្រូវហើយទៀងទាត់ប្រឹងប្រែងគឺដោយបណ្ឌិតជំរុញលក្ខន្តិកៈដែលនៅខ្វះខាតដែលនៅខ្វះចន្លោះជួយជំរុញនៅអធិបតេយ្យភាពទាំងមូលជាពិសេសគឺសម្បត្តិប្រទេសសម្បត្តិដែលយើងមានស្រាប់នេះឲ្យទៅជាសម្បត្តិប្រទេសកម្ពុជានៃមនុស្សជាតិព្រោះថាតំបន់មួយដែលអាចបញ្ចូលទៅបានគឺជាតំបន់ដ៏អស្ចារ្យកាលណាតំបន់ដែលបានបញ្ចូលទៅក្នុងសម្បត្តិប្រទេសកម្ពុជាពិភពលោកគឺពិភពលោកទាំងឡាយគ្រប់បណ្ដាប្រទេសតែតែចង់មកឃើញមកស្គាល់បន្ទស្សនាពេលដែលតំបន់ប្រាសាទពលាឆ្មានេះមានភាពល្បីល្បាញទូទាំងសកលលោកធ្វើឲ្យប្រជាពលរដ្ឋក្នុងតំបន់នេះទទួលបានផលចំណេញពីភ្ញៀវទេសចរជាតិអន្តរជាតិក៏ដូចជាវិស័យនឹកស្មានមិនដល់តែជាឲ្យសូមឲ្យប្រជាពលរដ្ឋដែលរស់នៅបរិវេណនៃតំបន់ប្រាសាទពលាឆ្មាទាំងមូលធ្វើដោយបដិគោរពឲ្យបានតាមការណែនាំដើម្បីលើកតម្កុំតម្កើងនៅអរិយធម៌ដ៏គង់ខ្ពស់របស់ជាតិរបស់យើងដែលបានលះបង់នៅកម្លាំងកាយពលយើងឈាមរបស់អតីតព្រះមហាក្សត្រអតីតព្រះមហាក្សត្រីយានីអតីតមហាវីរបុរសខ្មែរច្រើនជំនាន់ច្រើនសម័យកាលដែលលោកបានបន្សល់នៅកេតនភណ្ឌដ៏ឧត្តមនេះមកដល់យើងចឹងសូមឲ្យយើងចូលរួមចំណែកថែរក្សាឲ្យបានហើយគោរពឲ្យបាននៅគោលការណ៍ដែលរដ្ឋាភិបាលក៏ដូចជាគោលការណ៍ដែលក្រសួងមន្ត្រីពាក់ព័ន្ធបានណែនាំធ្វើដោយបដិឲ្យតំបន់ប្រាសាទពលាឆ្មារបស់យើងបានគ្រប់លក្ខន្តិកៈក្នុងការបញ្ចូលខ្លួនទៅជាសម្បត្តិប្រទេសកម្ពុជាពិភពលោកនៃមនុស្សជាតិឥឡូវសម្ពួរតែមួយទេដែលខ្ញុំកណាត់មកទៀតចង់សួរទៅអស់លោកទាំងអស់ក្នុងវេលាឱកាសនេះសួរថាតើអស់លោកទាំងអស់គ្នាចង់ឲ្យប្រាសាទជ័យឆ្មានេះបានទទួលជាសម្បត្តិប្រទេសកម្ពុជាពិភពលោកនៃមនុស្សជាតិតែឬក៏មិនចង់ចង់ទេចង់ទេបើចង់សូមសន្យាថាធ្វើយ៉ាងម៉េចគោរពតាមការណែនាំរបស់
ក្រសួងពាក់ព័ន្ធអាជ្ញាធរដើម្បីប្រែក្លាយមុខមាត់ភាសាប្រទេសឆ្មាពីអតីតរាជធានីបាក់បែកឲ្យទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិរបស់យើងក្នុងថ្ងៃខាងមុខណាសូមចូលរួមអនុវត្តសញ្ញាទេខ្ញុំអរគុណហើយមានតែប៉ុណ្្នឹងជាចុងបញ្ចប់សូមបួងសួងដល់ព្រំបិណ្ឌរតនត្រ័យវត្ថុស័ក្តិសិទ្ធិអតីតព្រះមហាក្សត្រអតីតព្រះមហាក្សត្រីយានីបុព្វបុរសដែលថែរក្សាការពារជាតិពីទឹកដីក្នុងដែនទិកទាំងមូលក៏ដូចជាទីការរក្សានៅតំបន់ប្រសាទប្រទេសឆ្មានេះសូមទៅប្រតិស្ទិការការពារគុំក្រងអស់លោកទាំងអស់ឲ្យបានតែនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់ទិដ្ឋិរាត្រីលោកណាមានរោគសូមឲ្យបាត់រោគលោកណាមានភ័យសូមឲ្យបាត់ភ័យឲ្យបាននៅសេចក្តីសុខតាំងពេលនេះតរៀនទៅហើយសូមថានឹងវាធាក់ឡើងលើទៅវាក្តៅកវាអាសាអណ្ដាតនឹងអាសាពើបែកទៅក្តៅក្នុងមាត់នឹងអាសារួចជាកេះងឹតមុខឈឺក្បាលស្វាំងភ្នែកតប់ថប់ឆ្អល់ទៅផ្លូវដង្ហើមនឹងអង្គុយបាត់ជើងយូរអង្គុយបាត់ជើងច្រើនដងអាសារួយកឈឺក្បាលស្វាំងភ្នែកអាសាងឹតមុខមួម៉ៅនឹងជំងឺនឹងខ្ញុំសូមណែនាំបងប្អូនដែលមានជំងឺនឹងសូមហូបថ្នាំនេះតែមួយឈុតគឺជាហើយអត់ខាតពេលវេលាយូរអត់ខាតលុយច្រើនដងទេហើយអត់មានរំខានក្នុងការងារអីទេហូបទៅគឺដឹងរយៈទេតែមួយអាទិត្យទៅ10ថ្ងៃហើយបើក្មេងតែ5ថ្ងៃដឹងហើយមួយថ្ងៃតែ2ពេលញកោមួយព្រឹកមួយល្ងាចនេះសម្រាប់ឲ្យស្វិតទឹកដូងមួយថ្ងៃតែ2ដងហើយមួយព្រឹកមួយល្ងាចអានឹងសម្រាប់ស្វិតទឹកដូងហូបតែមួយអាទិត្យឬក៏5ថ្ងៃដឹងហើយចំណែកអាកាពះពវៀននេះមកកញ្ចប់4កសៀវក្នុង1កសៀវទឹក3លីត្រអានេះសម្រាប់កាត់បន្ថយតែឆ្អល់ពោះថប់ផ្លូវដង្ហើមនឹងសម្រាប់បានហូបបានតិចពោះដើរខ្យល់ស្រួលនឹងសំខាន់ណាស់អាកញ្ចប់នេះអានេះសម្រាប់ដាំទឹកហូបប្រចាំថ្ងៃមិនបាច់ហូបទឹកអីផ្សេងហូបតែថ្នាំហ្នឹងទៅហើយក្នុងមួយកញ្ចប់ហ្នឹងយើងបានកន្លះខែហើយប្រើរយៈពេលតែចាប់ពីថ្ងៃ10ឡើងទៅថ្ងៃ15ទៅជាស្វិតទៅឬដងបាតហ្នឹងហើយនឹងអាសាងឹតមុខឈឺក្បាលក៏កាត់បន្ថយតាមហ្នឹងដែរឲ្យតែហូបថ្នាំហ្នឹងទៀងពេលហើយតមបើមិនតមក្នុងដូចក្នុងกระดาษដែលខ្ញុំណែនាំទេគឺអត់ជាទេតែអញ្ចឹងខ្ញុំក៏ឲ្យថ្នាំដែរសំខាន់លើការតមមានតែពាំងឃ្លោកទាកប៉ានតមយូរចំណែកពីក្រៅពីនោះសាច់គោស្ងួនតមតែ2ខែទេងាវគ្រឿងសមុទ្រហ្នឹងតមតែ2ខែដើម្បីស្វិតឬដងសិនដល់ហើយពីស្វិតដោយសាច់កណើតទៅហូបអីហូបទៅតាមចិត្តហើយខ្ញុំសូមជាកិច្ចបញ្ចប់នេះខ្ញុំសូមជូនពរបងប្អូនដែលមានជំងឺនឹងសូមតាក់ទងមកលេខទូរស័ព្ទខ្ញុំមានហើយជូនពរបងប្អូនទាំងអស់គ្នាដែលមានបញ្ហាជំងឺឬដងបាតកុំបដែតបដោយយូរបដែតបដោយយូរវាឃើញស្បែកយើងស្ងួតស្បែកយើងអត់ស្អាតទេហើយសូមបីតែមុខក៏អត់ស្អាតដូចគេដែរសាច់អត់ថ្លាមុខមិនស្រស់ស្រាយដូចអ្នកអត់កើតទេបើមានជំងឺហ្នឹងគឺពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែគឺប្រែប្រួលរហូតប្រែប្រួលក្នុងការហូបក៏មិនបានសម្រានក៏មិនលក់អាសាថប់ផ្លូវដង្ហើមនឹងចុកច្អល់ជាប្រចាំហូបអីទៅទាស់ចំណីទៅបត់ជើងពិបាកបត់ជើងជួនណាមានឈាមជួនណាអត់មានឈាមទេជួនណាគឺរំខានក្នុងការសម្រានមិនលក់ឈឺចង្កេះរួចឆ្អឹងក្នុងជាប្រចាំ